បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមចែករំលែករុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះផងដែរឈ្មោះថាស្ពៃព្រៃបងប្អូនហើយស្ពៃព្រៃនេះផងដែរហើយពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងក៏មានជំងឺជាច្រើនមុខដូចជាខាត់ឈាមហើយនឹងរដូវមកបន្ទៀងកាត់បន្ថយជាតិស្ករនៅក្នុងសរសៃឈាមហើយដើម្បីកុំឲ្យខាត់ពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូសុទ្ធបុរាណសូមបង្ហាញនៅរុក្ខជាតិមួយទៀតហើយប្រភេទតណ្ណជាតិដែរបងប្អូនណាហើយរុក្ខជាតិនេះផងដែរឈ្មោះថាស្ពៃព្រៃបងប្អូនហើយស្ពៃព្រៃនេះពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងវាកប់ជាជំងឺច្រើនមុខប៉ុន្តែលោកគ្រូយកមកពី3មុខដើម្បីចែកជូនជាធម្មទានទៅបម្រើសុខភាពបងប្អូនឲ្យបងប្អូនយកទៅប្រើប្រាស់ហើយចំគោលដៅកាលណាយើងចេះដាក់ចេះលាយចេះហាលឲ្យបានត្រឹមត្រូវហើយប្រភេទនេះគេហាលក្នុងម្លប់ខ្យល់ហើយបើក្តៅអែបងប្អូនបើសិនតែក្តៅខ្លាំងកុំហាលព្រោះអីក្តៅនឹងវាដុតបញ្ឆេះនៅសារធាតុថ្នាំអង្គធាតុថ្នាំជប់សារធាតុថ្នាំនឹងអស់មួយចំនួនណាយើងយកទៅប្រើប្រាស់ហើយវាមិនកប្រសើរសម្រាប់សុខភាពយើងមានន័យថាពេលដែលយើងយកទៅព្យាបាលទៅវាអត់ប្រកែអញ្ចឹងណាបងប្អូនចំណែកស្លឹកវាគេយកទៅប្រើដោយដាក់20ទៅ25ក្រាមស្ងួតទៅបងប្អូនដាក់20ក្រាមស្ទឹក25ក្រាមមានន័យថាអញ្ចឹងណាបងប្អូនហើយស្លឹកវាបំពន់ធ្វើឲ្យស្បែកយើងស្អាតពិសេសស្ត្រីដែលចង់បានស្បែកស្អាតអញ្ចឹងណាបងប្អូនយកទៅដាំពិសាទទួលទានរាល់ថ្ងៃទៅយូរទៅធ្វើឲ្យស្បែកយើងឡើងបន្តិចម្ដងយូរទៅស្បែកលឿងស្អាតផូរផង់តែម្ដងហ្នឹងរុក្ខជាតិស្ពៃព្រៃនេះបងប្អូននឹងទី1បងប្អូនណាទី2បងប្អូនវាកាត់បន្ថយជាតិស្ករនៅក្នុងសរសៃឈាមកំហាប់ឈាមរបស់យើងមានជាតិស្ករអញ្ចឹងយើងទៅមើលទៅឃើញជាតិស្ករឡើងខ្ពស់យើងយកស្ពៃព្រៃនេះយកទៅពិសាទទួលទានដោយដាក់ដូចខាងលើអញ្ចឹងបងប្អូនពី20ទៅ25ក្រាមពិសាទទួលទានរាល់ថ្ងៃទៅវាបន្ថយជាតិស្ករនៅក្នុងឈាមរបស់យើងហើយអញ្ចឹងបើយើងហូបរាល់ថ្ងៃទៅវាធ្វើឲ្យជាតិស្ករនឹងថយបន្តិចម្ដងវិវត្តទៅរកជាហ្នឹងមានន័យថាអញ្ចឹងបងប្អូនណាស្ពៃព្រៃនេះមានប្រយោជន៍ច្រើនហើយលោកគ្រូដើរនៅក្នុងព្រៃទៅឃើញដូចជានៅព្រៃខាងអាដេញបូកគោអញ្ចឹងក៏មានដែរបងប្អូនណាហើយបងប្អូនឃើញនេះនៅម្ដុំភ្នំជ្រាវបងប្អូនពងស្ពឺយើងភ្នំស្រង់នោះមានដែរមានមួយនៅតាមជើងភ្នំនោះហើយបងប្អូនយកទៅប្រើទៅបងប្អូនស្គាល់ហើយឲ្យបងប្អូនមើលដដែលដើម្បីឲ្យបងប្អូននៅចាំបងប្អូនយកទៅប្រើប្រាស់កាត់បន្ថយជាតិស្ករនៅក្នុងសរសៃឈាមបងប្អូនណាម្យ៉ាងទៀតលោកគ្រូសូមបង្ហាញមួយទៀតនៅស្ពៃព្រៃជាឱសថនេះបងប្អូនណាយកទៅប្រើជាថ្នាំខាត់ឈាមហើយការដាក់ការលាយដូចខាងលើចឹងបងប្អូនហើយស្ត្រីធ្លាក់ឈាមមុនមករដូវដូចជាថ្ងៃឧទាហរណ៍ថ្ងៃ15អញ្ចឹងស្ត្រីបានមករដូវប៉ុន្តែវាមកថ្ងៃ6ថ្ងៃ7ថ្ងៃ10អីចឹងទៅវាអត់ទៀងវាមកមុនរដូវអញ្ចឹងយកថ្នាំឱសថស្ពៃព្រៃនេះយកទៅប្រើប្រាស់ដោយដាក់ដូចខាងលើអញ្ចឹងបងប្អូនដូចខ្ញុំប្រាប់ខាងលើអញ្ចឹងយកទៅពិសាទទួលទាននេះធ្វើឲ្យរដូវយើងមកទៀងពេលវេលាហើយរដូវមកទៀងនេះបងប្អូនមក2 3ខែទៅបងប្អូនឈប់ហូបទៅបើសិនណារដូវមកមុនសិនហូបបើរដូវមកទៀងហើយឈប់ហូបក៏បានដែរបងប្អូនណាហើយនឹងរុក្ខជាតិនេះទាំងអស់នេះយើងយកមកប្រើប្រាស់ជាឱសថបុរាណទាំងមូលក៏បានដែរបងប្អូនយកមកដាំពិសាទទួលទានហើយបើសិនជាបងប្អូនមើលថាមានប្រយោជន៍នៅក្នុងការលោកគ្រូបានចែករំលែកជាធម៌ទាននេះសូមបងប្អូនមេត្តាចុច subscribe ចុចកណ្ដឹងចុច share លោកគ្រូបានម្នាក់មួយផងបងប្អូនដើម្បីថ្ងៃក្រោយបងប្អូនបានមើលមុនគេទី1ទី2ហើយក៏ដូចជាជួយលើកទឹកចិត្តលោកគ្រូដើម្បីលោកគ្រូរករុក្ខជាតិនៅតាមព្រៃភ្នំក្រំថ្មនៅតាមជើងភ្នំឆ្ងាយរាប់រយគីឡូក៏ទៅលោកគ្រូទៅដែរដោយសារមានទឹកចិត្តបងប្អូនជួយចែករំលែកតដើម្បីបានផលហើយលោកគ្រូស្វែងរករុក្ខជាតិណាដែលប្រកែនៅភពផែនដីនៃចក្រវាឡប្រទេសកម្ពុជាយើងយកទៅបម្រើសុខភាពដើម្បីឲ្យបងប្អូនអាយុវែងហើយកាលណាបងប្អូនអាយុវែងមានសុភមង្គលแล้วក៏រោគគាវិជាធិតោងហើយបងប្អូនមានទុកហើយចង់និយាយចឹងបងប្អូនហើយនៅចុងក្រោយនេះសូមបងប្អូនមានសុខភាពល្អហើយកម្លាំងពលំ
នៅជួបនៅសុភមង្គលក្នុងក្រុមគ្រួសារសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលា